តាមឆ្នេរព្រៃត្រៃបងប្អូននេះខ្ញុំនឹងថតយកទេសភាពជុំវិញតាមផ្លូវដែលខ្ញុំបានធ្វើដំណើរចែកជូនបងប្អូនទស្សនាបងប្អូនសូមបងប្អូនកំសាន្តជាមួយនឹងខ្ញុំទាំងអស់គ្នានេះខ្ញុំនឹងចាប់ដើមថតយកទេសភាពតាមផ្លូវហើយជាបន្តដំណើរនេះខ្ញុំនឹងថតយកទេសភាពតាមផ្លូវបណ្ដាបងប្អូនចានបងប្អូនអត់សូវមានមនុស្សមកកំសាន្តនៅឆ្នេរសមុទ្រច្រើនប្រហែលទេបងប្អូនជាប្រសងមនុស្សដែលមកដើរលេងពេលច្រើនជាងគេគឺច្រើនថ្ងៃសៅរ៍ថ្ងៃអាទិត្យណាបងប្អូនថ្ងៃចានអត់សូវមានមនុស្សមកដើរលេងនៅឆ្នេរទេបងប្អូនលោកបងប្អូនហើយតែស្គីបនៅសមុទ្រថ្ងៃរៀបទៅទេបងប្អូនតែស្គីបស្រស់ស្អាតណាបងប្អូនណានេះឥឡូវនេះខ្ញុំបានមកដល់ទឹកសមុទ្រទេបងប្អូនតែស្គីបស្រស់ស្អាតខ្លាំងណាបងប្អូនណាបងប្អូនដល់នេះខ្ញុំមកដល់សមុទ្រកំពុងតែចុះលេងទឹកណាបងប្អូនគឺជាសកម្មភាពរបស់ខ្ញុំថតទេសភាពនៅពេលដើរលេងនៅមាត់សមុទ្របងប្អូនហើយនេះខ្ញុំក៏បានចាប់បានក្តាមផងដែរបងប្អូនតាមនេះយើងតែគេអត់ធំណាបងប្អូនក្តាមនេះតែគ្រាន់តែចាប់ឲ្យយើងប្រឡែងវិញអញ្ចឹងណាបងប្អូនអានេះទេសភាពពេលចិត្តថ្ងៃរៀបលិចបងប្អូននេះខ្ញុំនឹងថតទេសភាពនៅមាត់សមុទ្រចែកជូនបងប្អូនទស្សនាបងប្អូនបងប្អូនទឹកឆ្មានេះលោកធំៗហ្នឹងបងប្អូនអើយលោកធំៗមែនតើ